นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตភ្នំសសៀជារមណីយដ្ឋានធម្មជាតិនិងវប្បធម៌ដ៏ល្បីល្បាញមួយមានទីតាំងស្ថិតនៅភូមិដំណាក់ចំបក់ឃុំអូក្រសាស្រុកដំណាក់ចង្អើចម្ងាយប្រមាណ73គីឡូម៉ែត្រពីរង្វង់មូលសេសសរខេត្តកែបភ្នំនេះទទួលបានឈ្មោះថាសសៀដោយសាររឿងព្រេងនិទានបុរាណនិងមានរោងល្អាងធម្មជាតិចំនួន3សម្រាប់ទស្សនាអាត្មាភាពជាព្រះចារិកាវិខុជឿនអូដែលគ្រប់គ្រងវត្តនេះគឺចាប់ពីឆ្នាំ2012មកដល់បច្ចុប្បន្ននេះ2026ចឹងរយៈពេលហ្នឹងយូរដែរហើយប៉ុន្តែការដឹងពីប្រវត្តិវត្តហ្នឹងអត់ដឹងបានជាក់លាក់ដោយសារវាយើងមកខាងក្រោយនៅការគ្រប់គ្រងអត់មានឯកសារអីជាក់លាក់ពីប្រវត្តិវត្តច្បាស់ឡើយយោងតាមប្រវត្តិនិងរឿងព្រេងនៃចាស់ទុំបានដំណើរតគ្នាភ្នំសសៀមានប្រវត្តិទាក់ទងនឹងសម័យស្ដេចកនការដើមឡើយភ្នំនេះត្រូវបានហៅថាសសៀជើងភ្នំព្រោះនៅក្នុងសម័យស្ដេចកនព្រះអង្គតែងតែជិះសេះសសៀតាមបណ្ដោយជើងភ្នំនេះជាញឹកញាប់តែក្រោយមកក៏ប្ដូរជាភ្នំសសៀវិញភ្នំសសៀមានភ្នំតូចៗចំនួន3លាតសន្ធឹងលើផ្ទៃដីប្រមាណជា1គីឡូម៉ែត្រការ៉េនិងកម្ពស់40ម៉ែត្រភ្នំនេះកំពុងតែជួសជុលនៅតំបន់មួយចំនួនដែលកំពុងរងការខូចខាតនិងបន្តអភិវឌ្ឍទៅមុខទៀតពិសេសគឺការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវដើរក្រវ៉ាត់ភ្នំពោលគឺធ្វើផ្លូវខ្សែមួយជុំវិញភ្នំតែម្ដងពណ៌អត់តាន់មានការអភិវឌ្ឍអីដូចជានៅរោងធម្មជាតិពីសម័យដើមយ៉ាងម៉េចគឺយ៉ាងហ្នឹងនៅដដែលមិនមានការអភិវឌ្ឍឬក៏គ្រាន់តែគាត់ថាមានបង្កាន់ដៃកសាងអីជាបន្ថែមជាប្រកាន់ដៃដើម្បីឲ្យងាយញាតិញោមពុទ្ធបរិស័ទអីភ្ញៀវទេសចរអីងាយធ្វើដំណើរដើម្បីទស្សនានៅរូបភ្នំហ្នឹងក្នុងនោះបានចែកល្អាងជា3ផ្សេងគ្នាទៅតាមជំនឿរបស់ប្រជាជននៅតំបន់នោះល្អាងស្ដេចដំរីសត្រូវបានអ្នកស្រុកគោរពបូជាដោយជឿថាល្អាងនោះជាទីតាំងលាក់ខ្លួននិងថែរក្សាសត្វដំរីសរបស់ព្រះមហាក្សត្រល្អាងវាលស្រែ100នៅក្នុងល្អាងមានថ្មលាតសន្ធឹងមើលទៅស្រដៀងនឹងវាលស្រែដែលមានតាក់ទងនឹងរឿងព្រេងនិទានខ្មែរល្អាងប្រជៀវជាជំរកធម្មជាតិរបស់សត្វប្រជៀវរាប់ពាន់ក្បាលដែលតែងតែហោះហើរចេញមករកចំណីនៅពេលល្ងាចពរនឹងអាត្មាបច្ចុប្បន្នសពថ្ងៃនេះមានការអភិវឌ្ឍដូចជាផ្លូវឲ្យញាតិញោមទស្សនាមើលនៅលើកំពូលភ្នំកសាងនៅជណ្ដើរឡើងដើម្បីដល់ទីកំពូលភ្នំហ្នឹងហើយប៉ុន្តែការកសាងមិនទាន់ហើយស្អាតល្អទេដើម្បីបានហើយជា 70% 80% ដែរសម្រាប់ឲ្យញាតិញោមទៅលើកំពូលភ្នំហើយនៅតាមរោងភ្នំបន្ថែមហ្នឹងមិននឹងយើងនឹង
ខិតខំកសាងបន្ថែមទៀតហើយដូចជាប្រៃប្រឹក្សាហ្នឹងក៏យើងថែរក្សាស្កាប់អីហ្នឹងនៅសម្អាតនៅបរិវេណនៅខាងក្រោមនោះឲ្យស្អាតហើយនឹងសូមអំពាវនាវដល់ញាតិញោមអស់គ្នាដើម្បីឲ្យចូលរួមនៃការកសាងដើម្បីឲ្យវត្តនេះជាមានការរីកចម្រើនបន្ថែមទៀត សរុបមកភ្នំសាសៀមិនត្រឹមតែជារមណីយដ្ឋានធម្មជាតិទេតែបានបង្កប់នូវប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុតសម្រាប់ឲ្យអ្នកចំនួនក្រោយដូច្នេះក្នុងនាមជាអ្នកបន្តវេនចាំបាច់ណាស់ត្រូវមានឆន្ទៈក្នុងការថែរក្សារមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះឲ្យនៅគង់វង្សយូរអង្វែងជាដរាប